សូមចម្រើនពរញាតិញោមទាំងឡាយពីវត្តស្វាយទូងស្រុកព្រៃឈរខេត្តកំពង់ចាមហើយតទៅនេះអាត្មាសូមលើកយកនូវធម៌សម្រាប់សូត្រសូមចង្ហាន់លោកតែពិតទៅអាត្មាធ្លាប់បានបង្រៀនម្សើហើយប៉ុន្តែលើកនេះគឺមេផ្សេងណាគឺមេផ្សឹងទៀតមិនមែនមេដដែលទេហើយធម៌នេះគឺធម៌សម្រាប់ដែលគេនិយមសូត្រតែម្ដងហ្នឹងហើយយើងចង់និយាយបន្តិចថាហេតុអីបានជាយើងចាំបាច់សូត្រធម៌សូមចង្ហាន់លោកតែប៉ុន្តែយើងមិនចាំបាច់សូត្រក៏បានដែរយើងគ្រាន់តែទៅថ្វាយបង្គំហើយបវារណាលោកដើម្បីសុំនៅចង្ហាន់ដែលព្រះអង្គលោកប្រសងលោកឆាន់ហើយដែលនៅសេះសល់ណាហ្នឹងហើយហេតុអីបានយើងចាំបាច់សុំដោយសារតែចង្ហាន់នោះគឺយើងបានយកមកប្រគេនលោកហើយអញ្ចឹងបានន័យថាវាជារបស់លោកដាច់ដោយសារតែយើងប្រគេនលោកនោះគឺយើងមានវេផងមានប្រគេនផ្ទាល់ផងអញ្ចឹងអ្វីនោះជារបស់លោកទាំងអស់លែងទៅជារបស់ញាតិញោមហើយនៅពេលដែលលោកឆាន់ហើយលោកងើបចេញទៅវិញក៏ដោយក៏វានៅតែជារបស់លោកដែរអញ្ចឹងហើយដើម្បីកុំឲ្យវាមានទោសពៃអីអញ្ចឹងញាតិញោមហ្នឹងគឺគួរតែសុំសូត្រសូត្រសុំទោសសូត្រសុំណាសូត្រសុំនៅចង្ហាន់លោកចឹងទៅតែពិតមានញោមមួយចំនួនញោមនៅខាងអាត្មានេះបដ ாய் មានញោមមួយចំនួនគាត់មកវត្តគាត់មិនដែលហ៊ានពិសាបាយវត្តទេណាគាត់ខ្លាចមានទោសដោយសារតែយកមកប្រគេនលោកហើយគាត់ខ្លាចមានទោសប៉ុន្តែប្រសិនបើយើងធ្វើឲ្យត្រូវទៅវាគ្មានទោសបីអីទេណាព្រះសង្ឃដែលឆាន់ហើយចង្ហាន់ដែលនៅសេះសល់ក៏លោកមិននឹងយកទុកធ្វើអីទៀតណាផុតត្រឹមម៉ោង2ដណ្ដប់តែចាប់ម៉ោង2ដណ្ដប់ទៅលោកលែងត្រូវការឲ្យចង្ហាន់ទាំងអស់ហ្នឹងវាបានទៅជាកូនសិស្សកូនសัตว์អីចឹងណាក៏ប៉ុន្តែថាយ៉ាងណាក៏ដោយដើម្បីឲ្យវាគួរយើងគួរតែសុំពីលោកទៅលោកឆាន់ហើយចឹងទៅមាននរណាម្នាក់ឬក៏យើងទាំងអស់គ្នាហ្នឹងសូត្រសុំពីលោកទៅណាហ្នឹងហើយឥឡូវនេះយើងមករៀនធម៌សុំបាយលោកហ្នឹងតែម្ដងទៅតោះធម៌សុំបាយលោកដែលគេនិយមសូត្រប៉ុន្តែមុននឹងរៀនធម៌នេះអាត្មាសូមបញ្យល់ពាក្យពីរម៉ាត់ដែលជាពាក្យសំខាន់ដែលមាននៅក្នុងធម៌ហ្នឹងឲ្យញាតិញោមយល់សិនពាក្យហ្នឹងគឺមានពាក្យថាភោជនហើយនិងតណ្ហីភោជននេះគឺវត្ថុសម្រាប់បរិភោគចំណាំណាភោជនហ្នឹងគឺវត្ថុសម្រាប់បរិភោគណាដល់ទៅពេលតណ្ហីដោយស្ងៀមស្ងាត់តណ្ហីដោយស្ងៀមស្ងាត់ឧបមាថានរណាម្នាក់គេយល់ស្របរឿងមួយអ្វីមួយជាមួយយើងប៉ុន្តែគេយល់ស្របដោយស្ងៀមស្ងាត់ណាគេមិនមាត់មិនកមិនបញ្ចេញវាចាជាចំហទេគេស្ងៀមស្ងាត់ទៅអាហ្នឹងក៏បានន័យថាគេយល់ស្របតាមយើងហើយយល់ស្របដោយតណ្ហីណាហ្នឹងហើយតើឥឡូវយើងទៅរៀនធម៌ហ្នឹងតែម្ដងហើយឥឡូវញាតិញោមអានសិនបពិតលោកម្ចាស់ជាតក្ខេណាអានតាមមកសូមទានមេត្តាឲ្យភោជនមកហ្នឹងណាដែលមានសេះសល់ដល់សេះគុណព្រមទាំងពួកជនទាំងអស់គ្នាវត្ថុណាគូលះបង់ដែលសល់ពីសង្ឃទ្រង់លះលែងហេតុនេះយើងខ្ញុំទាំងចាស់ក្មេងខ្លាចក្រែងមានទោសនិងតក្ខេណាហ្នឹងគឺប្រសងហ្នឹងហើយបពិតលោកម្ចាស់ប្រកបអង្គយើងខ្ញុំផ្ចិតផ្ចង់លើកហត្ថថាគោរពវន្ទាដោយសេរសាសូមព្រះករុណាទ្រង់តណ្ហីណាហ្នឹងហើយនៅពេលដែលយើងសូត្រសុំទៅលោកជួនកាលក៏លោកមិនដែរថាញោមអើយយកចោះអាត្មាឲ្យឯងពីច្រើនលោកមិនដែរថាអញ្ចឹងឯងមែនទេញាតិញោមសុំហើយគឺលោកនៅតែស្ងៀមលោកអត់មកអត់កោអីទេប៉ុន្តែបើនៅថាលោកយល់ព្រមហើយអាត្មាវិញហ្នឹងក៏យល់ព្រមជាមួយញោមដែរបើសិនជាអាត្មាពងឲ្យឆាននៃអាត្មាលែងឆានអញ្ចឹងទៅញោមមកសុំអញ្ចឹងទៅអាត្មាក៏វានៅតែជាតណ្ហីអញ្ចឹងទៅណាវាមិនមកមិនកោអីទេណាហ្នឹងហើយអញ្ចឹងណាហើយឥឡូវយើងจะត្រឡប់ទៅសូត្រមក
បបិទ្ធលោកម្ចាស់ជាតេតិណាសូមទានមេត្តាឲ្យពោជនដែលមានតែសល់ដល់សិគុណព្រមទាំងពួកជនទាំងអស់គ្នាវណ្ណោណានាគួរលះបាំងដែលសល់ពីសាងត្រង់លះលែងហេតុនេះយើងខ្ញុំទាំងចាស់ក្មេងខ្លាយក្រែងមានតើនឹងតេតិណាបបិទ្ធលោកម្ចាស់ប្រកបអង្គយើងខ្ញុំចិនចាំងលើកអានតាគោរពវន្ទាដោយសិរសាសូមប្រាំងករណាត្រឹមតនហើយបបិទ្ធលោកម្ចាស់ជាតេតិណាសូមទានមេត្តាឲ្យពោជនដែលមានតែសល់ដល់សិគុណព្រមទាំងពួកជនទាំងអស់គ្នាវណ្ណោណានាគួរលះបាំងដែលសល់ពីសាងត្រង់លះលែងហេតុនេះយើងខ្ញុំទាំងចាស់ក្មេងខ្លាយក្រែងមានតើនឹងតេតិណាបបិទ្ធលោកម្ចាស់ប្រកបអង្គយើងខ្ញុំចិនចាំងលើកអានតាគោរពវន្ទាដោយសិរសាសូមប្រាំងករណាត្រឹមតនហើយហ្នឹងហើយបន្ទាប់ពីញាតិញោមបានរៀនជាមួយអាត្មាហើយនឹងស្ដាប់ការសូត្ររបស់លោកអាចារ្យឥឡូវយើងសន្មតថាធម៌សូមបាយលោកនោះចប់ប៉ុណ្ណឹង